អាបាវិកាំបានតម្លៃnhiềuអង្គជាប់បានទៅនេះនេះក៏ជាប់ក្នុងអង្គនៃបកដែលលោកអង្គជាជនជាតិខ្មែរដំណើរប្រទេសទេហើយទទួលត្រឹមផងណាព្រមកងទ័ពរឈើកងទ័ពរឈើទៅធ្វើការដំណើរលើសួស្តីអស់លោកស្រីអ្នកកញ្ញាពុទ្ធបរិស័ទសពរស់ជនទាំងប្រគុណម្ចាស់ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគទឹកប្រាក់ថវិកាជួយឧបត្ថម្ភអំណោយដល់កងទ័ពយុទ្ធមិត្តនៅតំបន់ជាដែនជួរភ្នំដងរែកជាប់នឹងព្រំដែនខ្មែរថៃនិងអំណោយដល់ប្រជាជនដែលមកចាប់ដីថ្មីរស់នៅតំបន់ជាដែនទាំងក្រុមគ្រួសារទ័ពនៅជប់នឹងជួបភ្នំដងរែកនៅតំបន់ដ៏កំសត់ភូមិកើតថ្មីទឹកដីជាដែននេះដែលលោកបានឃើញតាមកញ្ចក់វីដេអូកាមេរ៉ាក៏សូមស្វាគមន៍យ៉ាងរំភើបចិត្តអបអរសាទរផ្ញើជូនថាថេបថា TV CD វីដេអូកាមេរ៉ាជូនអស់លោកនៅអាមេរិកទៅនៅកាណាដាបានបរិច្ចាគទឹកប្រាក់ថវិកាធ្វើអំណោយទាំងអស់គ្នាចឹងទាំង242គ្រួសារកំពុងទស្សនាបំបានមកយកចិត្តទុកដាក់ចូលលុយចូលប្រាក់ទូរស័ព្ទទេវៈផ្ញើតាមរយៈប្រគំម្ចាស់យ៉ែមណាយកមកធ្វើអំណោយចែកចាយថ្ងៃនេះនៅទឹកដីតំបន់ជួរភ្នំដងរែកគឺក្នុងទឹកដីភូមិថ្មរមៀលឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលមានទីតាំងជប់នឹងព្រំដែនខ្មែរថៃមកខាងភ្នំម្នាក់ហើយក៏មានចម្ងាយប្រហែលជាជិត100ម៉ែត្រពីទីរំខេត្តបន្ទាយមានជ័យតាមផ្លូវលំឆ្លងកាត់ស្វាយជែកថ្មពួកឆ្លងកាត់បឹងតគួននិងតាមភូមិរាយបន្តក្នុងទឹកដីស្រុកស្វាយជែកថ្មពួកឆ្លងកាត់បានមកដល់ទឹកដីតំបន់ជាដែននេះហើយបងប្អូនប្រជាជនទីនេះយើងឃើញផ្ទះអាចដឹងអំពីជីវភាពរស់នៅពួកគេទាំងអស់គ្នាភាគច្រើនគឺមកចាប់ដីថ្មីនៅតំបន់ជាដែននេះដីឡូសង់ជាខ្ទមជាកូនផ្ទះតូចដែលគេគ្មានលទ្ធភាពសង់វិឡាឬផ្ទះថ្មឬក៏ផ្ទះក្បឿងស្អាតល្អទេភាគច្រើន 90% គឺផ្ទះរបៀបយ៉ាងនេះឯងឃើញផ្ទះអាចដឹងពីម្ចាស់រស់នៅយ៉ាងណាយើងអាចដឹងច្បាស់បើគេធូធាម្លេះគេរកគ្នាធ្វើផ្ទះធំមានអង្តែនទូរទស្សន៍មានតុទូសាឡុងខាងក្នុងមានគ្រឿងសង្ហារិមតាំងផ្ទះតែផ្ទះយ៉ាងនេះគ្មានអីតាំងទេមានតែឆ្នាំងបាយហើយក៏គ្មានអង្គព្រោះតំបន់នេះមិនអាចធ្វើស្រែបានទេមួយចំនួនគឺដីដើភាគច្រើនបងប្អូនទីនេះប្រកបមុខរបរដុតធ្យូងលក់ដោះដូរជាអង្គពួកគេក្រីក្រភាគច្រើនហើយផ្លូវលំនេះរដ្ឋាភិបាលក៏បានកសាងក្បាច់ព្រំដែនខ្មែរថៃយើងប្រើប្រាស់សម្ងាយយ៉ាងស្អាតល្អបន្តពីដងផ្លូវជាតិលេខ5អាចឆ្លងកាត់តកូនតម្រៃទៅកន្លែងស្វាយជែកក៏បានពី3ច្រកយើងអាចឆ្លងកាត់ទៅមកបានថ្នល់ស្អាតល្អចាក់គ្រោះថ្មតែបងប្អូនភាគច្រើនមិនសូវធូធាអ្នកក្រីក្រដែលគេមករស់នៅទីនេះហើយក៏ដាំដំឡូងមួយចំនួនហើយនឹងដុតធ្យូងឯធ្វើស្រែក្នុង100មានតែ20ទេគេបានធ្យូងទៅលក់ដូរទីផ្សារលក់អស់ដោះដូរបានកម្រៃយកមកដោះស្រាយជីវភាពហើយមួយចំនួនគឺកងទ័ពការពារទឹកដីរស់នៅតំបន់ជាដែនហើយនឹងក្រុមគ្រួសារទ័ពដែលគេមកជាប់ជាមួយប្តីប្រពន្ធកូនចៅក៏មកបង្កើតភូមិកររស់នៅទីនេះដែលយើងមានភាពកក់ក្ដៅបើសិនជាទឹកដីជាដែនលហូរលហរយើងមានការស្រាលខ្លួនដោយគ្មាននៅជាប់នឹងតំបន់ជាដែនតែសម្ងាយនេះមានបងប្អូនយើងប្រជាជនតាមភូមិតាមស្រុកនានាដែលគ្មានដីនៅមួយចំនួនឬក៏ចាល់គ្រួសារមានច្រើនអ្នកគេបំបែកគ្រួសារមកនៅតំបន់ដីថ្មីនេះដែលឈ្មោះថាភូមិថ្មរមៀលបង្កើតថ្មីក្នុងទឹកដីតំបន់ជាដែន
សូមជម្រាបសួរលោកស្រីពិសេសលោកអ៊ុនសវណ្ណប្រធានមន្ត្រីក្រសួងខ្មែរនៅកាណាដាដែលបានអញ្ជើញមកផ្ទាល់លោកមហាចិត្តល្អជួយសាលារៀនឧបត្ថម្ភបន្តហូហែសាលារៀនស្រុកខ្មែររយៈកន្លងទាំងលើកនេះផងក៏បានចូលរួមកសាងអគារសិក្សាថ្មីបដូរផ្លាស់ជាងឈប់ប្រើប្រាស់សាលាចាស់ប្រក់ស្បូវភ្លៀងខ្យល់ហើយងៅពើរបូតស្បូវចង់ដួលជើងទៅសសាលាដកកំសត់នេះក៏ត្រូវបានកសាងថ្មីដោយមូលនិធិរស់សិទ្ធិខ្មែរនៅកាណាដាសមាជិកាគណៈកម្មការនានាបានចូលរួមគ្នាផ្ដើមកសាងសាលាថ្មីថ្មសាលាស្អាតល្អនៅក្រោយសាលាចាស់នេះចាំបង្ហាញជូនហើយក៏សូមជម្រាបសួរលោកស្រីពុទ្ធបរិស័ទសពជនទាំងអស់នៅរដ្ឋ Ireland នៅ Danbury នៅ Georgia, Phila, Long Beach, California, Connecticut នៅកាណាដាដែលមានចំនួន241គ្រួសារបានឧបត្ថម្ភទឹកប្រាក់ថវិកាតាមរយៈគុណម្ចាស់លោកអូយ៉ាមណាក៏អញ្ជើញធ្វើដំណើរទាំងអស់គ្នាមកកាន់ទឹកដីតំបន់ជើងភ្នំដងរែកនាព្រំដែនខ្មែរថៃដែលយើងចែកអំណោយថ្ងៃនេះបងប្អូនប្រជាជនទីនេះគេរស់នៅទឹកក៏លំបាកប្រើប្រាស់ទឹកអណ្ដូងដោយគ្មានស្ទឹងឬក៏អូឲ្យប្រើប្រាស់ទេប្រើអណ្ដូងក៏លោកបានស្រះអស់លោកបានចូលរួមកសាងស្រះចាំបង្ហាញច្បាស់តើស្រះនៅតាំងណាចម្រៅប៉ុណ្ណាហើយអស់លោកចូលរួមកសាងសាលាទាំងអំណោយទាំងអស់គ្នាក៏អញ្ជើញធ្វើដំណើរមកកាន់ទីតាំងកន្លែងចែកអំណោយនៅទីតាំងសាលារៀនបឋមសិក្សាថ្មរមៀលស្ថិតនៅក្នុងឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យតាមផ្ទះតាមភូមិឃើញតែភ្លើងហុយត្រឡោមគឺជាឡដុតខ្ជុងពួកគេប្រកបមុខរបរដុតខ្ជុងនេះជារបរអាជីពហើយក្នុងដុតម្ដងបាន12បាវឬ13បាវ13ក្រុងសហ្នឹងគេប្រឡាក់ខ្ជុងត្រូវកម្ដៅឲ្យសមក់ពួកគេប្រកបមុខរបរនេះដោះស្រាយទិញអង្គឬក៏ជីវភាពរស់នៅក្នុងខ្ជុងមួយក្រុងតម្លៃ 6,000 ទៅ 7,000 រៀលលុយខ្មែរស្មើនឹង$1កន្លះនឹងខ្ជុងមួយក្រុងហើយដុតម្ដងបានប្រហែលជា12ក្រុង13ក្រុងហើយគេលក់ដូរទិញអង្គហើយសូមឲ្យលោកស្រីមើលចុះទិដ្ឋភាពទីតាំងតំបន់ភ្នំនេះហើយសូមបង្ហាញស្រះឲ្យលោកដែលបានឧបត្ថម្ភចូលរួមកសាងស្រះបានទឹកប្រើប្រាស់នឹកឃើញគុណម្ចាស់ទាំងអស់គ្នាដែលបានចូលរួមប៉ុន្មានគ្រួសារចាំធ្វើរបាយការណ៍ជម្រាបនឹងអានជូនស្រះនេះមានបណ្ដោយសរុបប្រវែង90ម៉ែត្រហើយទទឹងមាន40ម៉ែត្រនេះទីតាំងស្រះមាន2ម្ចាស់គឺស្រះដែលគុណម្ចាស់យ៉ាមណាបានផ្ដើមកសាងដែលមានអស់លោកស្រីឧបត្ថម្ភចូលរួមទឹកប្រាក់ថវិកាដែលមានក្រុមគ្រួសារលោកយាយផាន់នីព្រមទាំងកូនលោកអនុស្នេហ៍តូថាច់ជេនអ្នកស្រីផាន់ចន្ទថាដែលបានចូលឧបត្ថម្ភកសាងទឹកស្រះកសាងជីកស្រះចំនួន$3,200តាមរយៈលោកអូយ៉ាមណាក៏ជើញទស្សនាមើលស្រះធំល្វឹងល្អណាស់តម្កល់ទឹកប្រើប្រាស់លេខភ័យព្រួយខាសយើងបានស្រះអរគុណដល់ម្ចាស់ដែលបានកសាងទាំងចូលសាលារៀនអីទាំងអស់ចាំធ្វើរបាយការណ៍ជូនហើយក៏អញ្ជើញលោកអនុស្នេហ៍ឯកលឹមហៅនិងលោកស្រីដែលបានចូលរួមកសាងស្រះទឹកនិងសាលារៀនក៏អញ្ជើញទស្សនាមើលដែលមានទឹកប្រាក់$1,600អាមេរិកទាំងស្រះទាំងសាលារៀននេះស្រះបង្ហាញដល់ម្ចាស់បានដីបាតស្រះចាក់ទីធ្លាសាលាប្រើប្រាស់បានទឹកស្រះបានសាលាទុកវត្តសាស្ត្រកត់ត្រាអស់លោកជួលប្រមាណ$ក៏មានរបាយការណ៍អានប្រកាសជូនសូមអស់លោកស្រីដែលបានចូលរួមសប្បាយចិត្តចោះជួយកន្លែងដែលខ្សត់អត់វេទនាដែលខ្វះទឹកប្រើប្រាស់គឺអរគុណម្ចាស់ស្រះដងប្រើពេលណាម្ចាស់ក៏បានបនពេលនោះរហូតរាប់សិបឆ្នាំទុកប្រើប្រាស់ស្រះដ៏ធំសំណាតដៃបច្ច័យដែលលោកបានចូលរួមកសាងនេះស្រះហើយចង់ធ្វើរបាយការណ៍លម្អិតជូនស្រះនេះមាន2ម្ចាស់ស្រះរបស់គុណម្ចាស់យ៉ាមណាផ្ដើមកសាងជីកមួយផងហើយនឹងស្រះអង្គការគេជួយមួយផងជាប់គ្នាដែលមានຂະຫນាតទំហំសរុបមាន90ម៉ែត្របណ្ដោយទទឹងមាន40ម៉ែត្រថ្ងៃនេះទឹកដីតំបន់ជើងភ្នំដងរែកនាព្រំដែនខ្មែរថៃមានទឹកដីសងមនោរីករាយយ៉ាងក្រៃលែងទាំងកងទ័ពយុទ្ធមិត្តការពារព្រំដែនទាំងគណៈបញ្ជាការទាំងប្រជាជនពុទ្ធបរិស័ទទាំងសាសនានុសិស្សក៏បានត្រៀមជួបជុំគ្នាអបអរសាទរហូរសប្បាយបានទទួលអំណោយអង្គទោះបីតែទួចប៉ុណ្ណាច្រើនប៉ុណ្ណាក៏បានដោះទល់មីគ្រាយើងខ្ញុំកម្ពុជាប្រជាជនទីនេះ
ដែលមកចាប់ដីថ្មីពងតែខ្វះខាតស្របនឹងឆ្នាំតែមិញត្រូវទឹកចំនួនជនយ៉ាងសាហាវលេបត្របាក់ស្រូវស្ទើរទូទាំងប្រទេសហើយខ្លះក៏ដីដឺតំបន់នេះគឺដីដឺមួយចំនួនធ្វើស្រែមិនកើតទេច្រើនធ្វើចំការទំលងឬក៏ដុតខ្ជូមុខរបរចឹងអស់លោកបានជួយទៅពេញជាមហាសែនត្រូវបានផលចំកន្លែងដែលអត់សតខ្វះតើគេអយ៉ាងណាបន្តិចទៀតនឹងបង្ហាញការជួបជុំគ្នាប្រជាជនមានប្រមាណចំនួនចឹង200គ្រួសារហើយនឹងកងទ័ពមាន100គ្រួសារសិស្សសានុសិស្សចំនួនធំផង200ផ្លាយទៅ300នាក់នេះអគារសិក្សាថ្មីដែលលោកបានចូលរួមកសាងអញ្ជើញលោកយាយផានីនៅក្រុមគ្រួសារមើលសាលារៀនថ្មីដែលបានចូល$1000ហើយខាងលោកអនុសេនីយ៍ឯកលឹមហៅក៏ជួយទស្សនាមើលចាំសរសេរឈ្មោះនៅផ្ទាំងជញ្ជាំងសាលាប៉ុន្មាន$ធ្វើរបាយការណ៍ជម្រាបជូននៅពេលឆ្លងក៏បានមកផងជួយទស្សនាឲ្យផ្ញើជូនលោកប្រធានមូលនិធិសង្គ្រោះនិស្សិតខ្មែរលោកកាន់លោកអ៊ុនសវណ្ណលោកស្រីហងស៊ីលួនសូមលោកស្រីជួយមើលហើយនឹងសមាជិកសមាជិកាព្រោះប្រាក់នេះជាប្រាក់កម្លាំងរួមពុំមែនលោកអ៊ុនសវណ្ណទូលមេដេចផែនដីប្រាក់តែម្នាក់ឯងរាប់$1000ទេរាប់$10000ទេលោកចូលមួយចំណែកមួយចំនួនប្រាក់ផ្ទាល់ខ្លួនហើយនឹងប្រាក់សមាជិកសមាជិកានៅនានាប្រទេសដែលបានចូលរួមក៏អញ្ជើញអបអរសាទរយើងបានជួយសាលាកន្លែងនេះចំតែអត់ខ្វះត្រូវល្អណាស់បានកងទ័ពកូនចៅកងទ័ពរៀនសិក្សាការពារទឹកដីព្រំដែនខ្មែរថៃហើយនឹងបានបងប្អូនដែលចាប់ដីថ្មីឲ្យកូនចៅរៀនសិក្សាសាលាថ្មស្អាតល្អដែលតាំងពីកកើតភូមិករមិនដែលមានសាលាស្អាតយ៉ាងនេះទេនេះដូចជាវាមានឬប្រាសាទថ្មដ៏ស្អាតល្អលេចធ្លោផុសនាតំបន់ជើងភ្នំដងរែកទឹកដីជាដែនអញ្ជើញសប្បុរសជនពុទ្ធបរិស័ទទាំងអស់លោកស្រីដែលនៅកាណាដាអាមេរិកសមាជិកសមាជិកាទាំងស្វីសឺឡែនទាំងបារាំងទាំងហ្វ្រង់ថៃឡង់អង់គ្លេសឡាវកូរ៉េបែលហ្សិកអាមេរិកអ៊ីតាលីរូម៉ានីមីស៊ីកូមិចស៊ិកនិងតៃវ៉ាន់ក៏សូមអញ្ជើញចាប់អារម្មណ៍កន្លែងទីតាំងសាលាដែលយើងកសាងតើមានទស្សនវិជ្ជាយ៉ាងណាគឺតំបន់ជើងភ្នំនាព្រៃរបស់ឬក៏នាតំបន់ដាច់ស្រយាលពីទីប្រជុំជនគួរឲ្យកំសត់នេះក្មេងខ្មែរក៏ស្រូស្រនិងភើបតៃអងដែលបានលោកគ្រូប្រាប់ថាមានប្រធានមន្ត្រីក្រសួងខ្មែរកសាងសាលាឲ្យយើងហើយផ្ញើលុយមកទិញអំណោយឲ្យយើង$200លោកគ្រូអ៊ុនសវណ្ណនិងលោកស្រីហងស៊ីលួនបានធ្វើអំណោយពួកគេក៏បានមកជួបជុំគ្នាទាំងប្រជាជនក៏បានមកក្រោមការអញ្ជើញនិងប្រាប់របស់លោកមេភូមិទាំងកងទ័ពក៏ត្រូវការមកចូលរួមត្រូវមកទទួលអំណោយក្រោមការបញ្ជារបស់មេទ័ពមកទទួលអំណោយជួបជុំគ្នាសិស្សសានុសិស្សយ៉ាងកកអបអរប្រជាជនប្រមាណចំនួន300-400នាក់អំណោយមាន350គ្រួសារទាំងកងទ័ពទាំងប្រជាជនសិស្សសានុសិស្សជា2ឬ300ផ្លាយគ្រួសារគង់តែមិត្តអរិញពួកគេត្រេកអរទាំងកងទ័ពក៏ត្រៀមវន្តាគោរពស្ដាប់មេបញ្ជាការប្រទួលអំណោយអង្គរជូនម្នាក់មួយការុងដែលមានទម្ងន់15គីឡូក្រាមមួយការុងអញ្ជើញលោកឈោសេងអ្នកស្រីស្រួយដែលបានឧបត្ថម្ភអំណោយថ្ងៃនេះក៏អញ្ជើញចូលរួមកម្មវិធីមើលការត្រៀមបដិសន្ទរៈទទួលដំណើរផ្ដាច់គុណយ៉ាមណាមុនមកដល់និងធ្វើពិធីចែកចាយទាំងត្រៀមមុននឹងមកដល់អញ្ជើញលោកសេងគ្រីនិងសេងឡាងដែលបានជួយខ្នះខ្នែងទំនាក់ទំនងទាំងចំណាយប្រាក់ផ្ទាល់ខ្លួននិងពុទ្ធបរិស័ទសប្បុរសជនចូលរួមផងនោះក៏អញ្ជើញអ្នកស្រីទស្សនាមើលនេះកងទ័ពទាំងប្រជាជនត្រៀមចាំទទួលអំណោយជួយលោកអនុសេនីយ៍ឯកលឹមហៅហើយក៏អញ្ជើញលោកវរៈសេនីយ៍ឯកថាច់ខេមរិនអគ្គបញ្ជាការកងទ័ពពិសេសស្ម័គ្រចិត្តនៅអាមេរិកហើយអញ្ជើញលោកស្រីវ៉ាន់នីលីនលោកប៊ូរិនគង់និងហ្វាមីលលោកយាយផាន់ទីលោកយាយខួនប្រាក់អ្នកស្រីមុកសំណាងលោកស្រីសាលីណាមលលីហើយលោកកែបចម្រើនព្រាយាអស់គ្នាលោកអាចារ្យវ៉ាន់ពេញលោកយាយផលរៀមលោកយាយងួនយ៉ានអ្នកស្រីទូចពៅលោកចៅមេងអ្នកស្រីឈួរគុនឆាងចៅកិច្ចធាវីលោកនូសុកលោកយាយភ្លឿម៉ៅហើយនឹងលោកពៅសុផាន់ណាអ្នកស្រីសុកពៅទាំងអស់គ្នាជួយទស្សនាមើលនៃការត្រៀមជួបជុំសាសនាសិស្សប្រជាជនអញ្ជើញលោកព្រិលបាលកៃលោកស្រីអ៊ិនម៉ៅលោកស៊ីណាអ្នកស្រីអាណាលោកយាយជាវុចលៀងលោកលីខៃរីអ្នកស្រីអៃដៃអែនអ្នកស្រីជាហ៊ុយសាងអ្នកស្រីអ៊ូឆៃហៀលោកតាំងច្រកងអ្នកស្រីលីលីគៀងនិងលីលីគៀងលោកខកេងប៊ុនលោកស្រីលីលីមៀងលោកលីខៃផេងអ្នកស្រីជៀនជីងទាំងអស់គ្នាជួយមើលនេះកម្មវិធីអបអរត្រៀមទទួលបដិសន្ទរៈអង្គរអំណោយមកដល់ជើញបាសិកាច័ន្ទថុលទីនឹកលឹកពីខ្ញុំបាទសុខសប្បាយជើញ
ស្រីច័ន្ទថុលទស្សនាមើលនេះអំណោយចិត្តមកដល់ហើយលោកលីខៃផេងស្រីជៀនជីងអ្នកស្រីលឿនសុធីហើយលោកតាជួនលោកយាយងួចហុងលោកគ្រូអ៊ុនសវណ្ណលោកស្រីហុងស៊ីលួនបាទជើងទស្សនាមើលគ្រូអើយនេះអំណោយទាំងសិស្សសានុសិស្សដែលគ្រូបានផ្ញើលុយ200មកនឹងទិញចាត់ចែងចែកចាយដល់ពួកគេនៅពេលបន្តិចទៀតជើងទស្សនាមើលហើយបាសិកាតេងង៉ែតលោកសឿតអេងលោកសៀកថេងលោកសៀកឆាយលោកសៀកខួងទាំងអស់គ្នាលោកសៀកខៀងហើយមុនប្តីគុណអស់លោកស្រីទស្សនាមើលនេះកង